បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមសមនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្កាំខ្សែដៃបងប្អូនណាបាទគឺយកមកដាក់ថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណានៅក្នុងបណ្ដាញសង្គមបាទគឺជាប្រភេទអង្កាំខ្សែដៃស្អាតបងប្អូនណាបាទគឺយកមកដាក់ថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមតែម្ដងបាទនេះគឺខ្ញុំរៀបរាប់ប្រភេទនៃអង្កាំខ្សែដៃដែលខ្ញុំធ្វើពីម្សិលមិញគឺ2ថ្ងៃបងប្អូនណាបាទ2ថ្ងៃទៅហើយបាន2ខ្សែបងប្អូនណាបាទអង្កាំខ្សែដៃនេះគឺយើងសាងចេញអំពីនៃប្រភេទនៃវល្លិកលំពេបងប្អូនណាបាទរុំដើមកន្ទួតព្រៃបាទវល្លិកលំពេរុំដើមកន្ទួតព្រៃຂະຫນាតធំបងប្អូនណាបាទຂະຫນាតនេះគឺຂະຫນាត20លីបងប្អូនណាបាទគឺຂະຫນាត20លីបាទគឺយើងធ្វើតម្រាំនឹងហើយគឺយើងធ្វើបែបហ្នឹងបងប្អូនណាគឺយើងធ្វើបែបហ្នឹងបាទសម្រាប់ការពារខាងសឹកសង្គ្រាមបងប្អូននឹងស្ដាប់ហើយវល្លិកលំពេគឺឥឡូវកំពុងតែផ្ទុះបងប្អូនណាបាទតែឲ្យពិតជីវរនោះគឺរុំដើមកន្ទួតព្រៃពិតប្រកបបងប្អូនណាបាទមិនមែនចេះតែកាត់វល្លិមិនមែនរុំដើមកន្ទួតព្រៃក៏ចេះតែយកមកថានៅដើមកន្ទួតព្រៃដែរក៏វាមិនកើតដែរបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទនេះគឺជាប្រភេទនៃវល្លិកលំពេរុំដើមកន្ទួតព្រៃຂະຫນាត20លីបងប្អូនណាបាទគឺຂະຫນាតធំស្អាតបងប្អូនណាបាទຂະຫນាតធំស្អាតតែម្ដងបងប្អូនណាបងប្អូនដែលគាត់ស្រឡាញ់ຂະຫນាតធំបាទຂະຫນាត20លីបងប្អូនណាគឺຂະຫນាត20លីបាទអង្កាំខ្សែដៃហើយយ៉ាប់ធ្វើណាបងប្អូនណាបើថាទី1គឺយើងអត់មានគ្រឿងសម្ភារៈយើងធ្វើម្ដងមួយគ្រាប់ដោយដៃបងប្អូនណាធ្វើដោយចិត្តចង់បាទទី2ទៀតដោយសារដើមកន្ទួតព្រៃនិងវល្លិកលំពេភាគច្រើនគឺគាត់ច្រើនតែប្រេះពេលណាឈ្មោះគឺគាត់ប្រេះបងប្អូនណាបាទអញ្ចឹងយើងយ៉ាប់ធ្វើនៅចំណុចនេះឯងបាទនេះគឺជាប្រភេទនៃវល្លិកលំពេរុំដើមកន្ទួតព្រៃបងប្អូនណាបាទកំពុងតែផ្ទុះល្បីណាបងប្អូនណាបាទຂະຫນាត20លីបងប្អូនណាបាទចំណែកឯពីខ្សែនេះគឺសាងចេញអំពីក្លឹមក្រធៀងខេតបងប្អូនណាបាទសាងចេញអំពីក្លឹមក្រធៀងខេតបងប្អូនណាបាទក្លឹមក្រធៀងខេតក៏ជាប្រភេទនៃក្លឹមកម្រដែរយើងមិនចេះតែរកបានឃើញទេដើមក្រធៀងខេតតូចបងប្អូនណាបាទតែខ្ញុំជួបនេះគឺប្រព័ន្ធកដៃតែម្ដងយើងយកមកសាងជាអង្កាំដៃបានបាទគឺក្លឹមក្រធៀងខេតបងប្អូនណាក្លឹមម្លេះបងប្អូនណាបាទនេះគឺຂະຫນាត16លីហើយមួយខ្សែនេះគឺຂະຫນាត14លីដោយសារគាត់យើងខ្វះអង្កាំអញ្ចឹងលាយក្លឹមក្លូតនោះគឺ4គ្រាប់បងប្អូនណាលាយក្លឹមក្លូត4គ្រាប់បាទនេះគឺជាប្រភេទនៃអង្កាំដៃសាងអំពីក្លឹមក្រធៀងខេតបងប្អូនណាបាទចំណែកឯពីខ្សែនេះគឺຂະຫນាត16លីបងប្អូនណាគឺຂະຫນាត16លីបាទຂະຫນាត16លីមួយខ្សែនេះគឺសាងចេញអំពីនៃនាងពួររលេះដាច់ក្លឹមវល្លិក្លូតបងប្អូនណាបាទនាងពួររលេះដាច់ក្លឹមវល្លិក្លូតបាទចំណែកឯមួយខ្សែនេះគឺយើងសាងចេញអំពីក្លឹមដើមសុកសានបងប្អូនណាបាទក្លឹមដើមសុកសានឡើងខ្មៅក្រឹបដូចកញ្ញុងដូចឈើខ្មៅដូចអីចឹងឡើងរលោងបងប្អូនណាបាទຂະຫນាត16លីដូចគ្នាបាទនេះគឺក្លឹមសុកសានបងប្អូនណាយើងពាក់ទៅគឺសុកសានសុកសบายសុកកាយសុកចិត្តបងប្អូនណាបាទសុកសบายនៅក្នុងក្រុមគ្រួសារយើងបងប្អូនណាបាទហើយក្លឹមគាត់ដូចក្លឹមឈើខ្មៅដូចក្លឹមកញ្ញុងចឹងបងប្អូនណាបាទឡើងខ្មៅក្រឹបតែម្ដងបាទនេះគឺជាប្រភេទនៃក្លឹមដើមសុកសានក្លឹមរលេះដើមសុកសានបងប្អូនណាបាទសាងຂະຫນាត16លីបងប្អូនណាបាទគឺក្លឹមសុកសាននេះគឺរឹងណាស់បងប្អូនណាបាទកំពូលស្ដាច់ឈើរឹងបាទហើយចំណែកឯខាងនេះវិញគឺជាប្រភេទនៃអង្កាំដៃដែលយើងសាងចេញអំពីក្របកន្ទួតព្រៃបងប្អូនណាក្របអង្ក្រងបាទសាងចេញអំពីក្របអង្ក្រងបងប្អូនណាគេថាផ្លែអង្ក្រងបងប្អូនណាបាទស្អាតណាស់មើលក្បាច់រចនាបងប្អូនណាຂະຫນាត12លីបាទគឺຂະຫນាត12លីបាទហើយចំណែកខាងនេះវិញគឺយើងធ្វើតម្រាំនឹងហើយគឺຂະຫນាតខ្សែកបងប្អូនណាបាទ108គ្រាប់បងប្អូនណា108គ្រាប់គឺយើងអាចយកទៅសូត្រធរឬក៏ធ្វើជាអង្កាំខ្សែកអីផ្សេងបានបងប្អូនណាបាទដាក់ຂະຫນាតបតោងដាក់អីបានຂະຫນាត108គ្រាប់នេះបងប្អូនណាបាទសាងចេញអំពីក្របផ្លែអង្ក្រងដូចគ្នាបងប្អូនណាបាទគឺក្បាច់ស្អាតណាស់ឃើញទេបងប្អូនក្បាច់ធម្មជាតិរបស់លោកគឺស្អាតតែម្ដងបងប្អូនណាបាទស្អាតណាស់បាទຂະຫນាត108គ្រាប់បងប្អូនណាបាទ108គ្រាប់បាទຂະຫນាត10លីបងប្អូនណាបាទគឺຂະຫນាត10លីបាទបន្តខ្សែកនេះបងប្អូនណាបាទ
គឺស្អាតតែម្ដងបងប្អូនណាគឺស្អាតពិសេសតែម្ដង108គ្រាប់បងប្អូនណាបាទធ្វើតម្រាំនឹងហើយពីម្សិលមិញបងប្អូនណាអញ្ចឹងយើងមានទាំងខ្សែដៃមានទាំងខ្សែកបងប្អូនណាហើយបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់បានចង់យកទៅទុកប្រពៃជាថែអាសាតាមតម្រូវការគឺសូមតំណែងមកបងប្អូនណាតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាបាទនេះដូចខ្ញុំបានជម្រាបចឹងហើយនៅចំបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលា